បាទមុខរបរទី2គឺផលិតនិងលក់អាហារពិសេសមួយមុខណាមួយឯបាទបង្អែមចង្អាតម្ហូបអាហារនំខ្មែរបាទអាហារសុខភាពសំខាន់គឺភាព unique ហើយនឹង niche នេះដែលអ្វីដែលជាពិសេសដែលមានគេធ្វើប៉ុន្តែយើងធ្វើឲ្យល្អជាងគេទៀតហើយជាពិសេសมันមានគេតន់ធ្វើហើយយើងដាក់ទៅឲ្យវាពិសេសឧទាហរណ៍ថានំបញ្ចុកខ្មែរអញ្ចឹងប៉ុន្តែនំបញ្ចុកយើងហ្នឹងវាមានអ្វីដែលពិសេសឧទាហរណ៍ការវេចខ្ចប់រសជាតិសេវាយើងហ្នឹងផ្ដល់ជាងការ នវានុវត្តន៍វាចាប់ផ្ដើមលើការវេចខ្ចប់ហើយនឹងសេវារបស់យើងឬក៏រសជាតិបាទហើយនឹងគុណភាពនៃទឹកសាឡនំបញ្ចុកយើងអីជាដើមបាទអាហ្នឹងហើយនិយាយទៅយើងព្យាយាមថា Ronish ហើយនឹង unique ណាបាទនំប៉័ងសាច់ដូចនៅបាត់ដំបងអីអញ្ចឹងបាទគឺយើងមាននំប៉័ងសាច់សាច់ជ្រូកបាទផាក់ឡូវ3ជាន់អីហ្នឹងបាទនៅភ្នំពេញគេមិនសូវទេមានលក់ប៉ុន្តែដូចមិនទាន់មានហាងណាដែលហៅថាឈានមុខណាអញ្ចឹងអាចនៅមានឱកាសអញ្ចឹងកាហ្វេបាទកាហ្វេឬក៏ភេសជ្ជៈស្រស់ស្រាយផ្សេងហ្នឹងបាទត្រជាក់ៗបាទហើយនឹងអាចថាម្ហូបអាហារទឹកសម្លឲ្យមានរសជាតិឆ្ងាញ់បាទទាក់ទាញខុសគេបាទយើងរោមករូបមន្តបាទហើយនំត្នោតនំអាកោរត្នោតតែគុជអីអញ្ចឹងបាទតែគុជគេមានប៉ុន្តែយើងចង់និយាយថាគុណភាពរបស់យើងហើយនឹងរសជាតិរបស់យើងហ្នឹងវាប្លែកបាទវាទាក់ទាញខ្លាំងអាហ្នឹងយើងអាចអឺបង្កើតរបរហ្នឹងបានហើយយើងអាចលក់បាទតាមអនឡាញនៅផ្ទះយើងផលិតទៅចំនួនពីម៉ោងនេះដល់ម៉ោងនេះបាទយើងបម្រើសេវាហ្នឹងហើយចំនួនមានកំណត់អីអញ្ចឹងបាទអញ្ចឹងឱកាសទីផ្សារដូចយើងបាននិយាយមែនថាបច្ចុប្បន្នគឺយើងមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាយើងអាចលក់តាមអនឡាញបានអញ្ចឹងហើយឱកាសហ្នឹងគឺថាប្រជាពលរដ្ឋយើងឥឡូវហ្នឹងចាប់អារម្មណ៍លើអាហារដែលមានគុណភាពហើយនិងអាហារដែលមានប្រភពកំណើតដើមជាពិសេសគឺផលិតផលខ្មែរបាទអាហារខ្មែរគាំទ្រផលិតផលខ្មែរអាហារខ្មែរអញ្ចឹងយើងរកអាហ្នឹងឲ្យឃើញមកបំពេញតម្រូវការរបស់បងប្អូនយើងនេះហើយគឺជាទីផ្សារឱកាសទីផ្សារអញ្ចឹងឱកាសនៃការចាប់ផ្ដើមបើយើងមើលទៅការចំណាយហ្នឹងគឺសាមញ្ញគឺទាបបាទយើងអាចចាប់ផ្ដើមនៅផ្ទះធ្វើនៅផ្ទះទៅឬក៏លក់តាមអនឡាញឬក៏បោះនេះកន្លែងនេះល្អបងប្អូនឃើញមានបោះជូនហាងកាហ្វេនិងដាក់ដុំគេហៅបោះដុំតាមហាងនានាហ្នឹងយើងឃើញមានដូចជារោងចក្រឬក៏សហគ្រាសផលិតនំប៉័ងណាបាទឃើញនំប៉័ងឬក៏នំសាំងវិចនំcroissant អីបាទឃើញគាត់មានអារម្មណ៍មុនហ្នឹងគាត់ព្យាយាមផលិតឲ្យបានល្អមានគុណភាពឆ្ងាញ់ហើយតម្លៃប្រកួតប្រជែងសមស្របជាមួយនឹងស្ថានភាពតម្រូវការរបស់និស្សិតសិស្សបាទប្រជាពលរដ្ឋយើងហើយគាត់បោះតាមហាងតាមកាហ្វេហ្នឹងបាទអញ្ចឹងយើងអាចមានផលិតផលនំខ្មែរនំបញ្ចុកនំប៉័ងអាកោរត្នោតច្រើនទៀតបាទឲ្យតែរសជាតិហើយនឹងតម្លៃឲ្យសមរម្យហើយនឹងគុណភាពអនាម័យដើម្បីសហការជាមួយហាងកាហ្វេហាងនានាម៉ាតឬក៏កន្លែងលក់បន្តផ្សេងបាទអញ្ចឹងដើម្បីចាប់ផ្ដើមអាជីវកម្មទាំងអស់ខាងលើបាទដែលយើងខ្ញុំបានរៀបរាប់ត្រួសហ្នឹងសូមបងប្អូនស្រាវជ្រាវនិងពិនិត្យសិក្សាបន្ថែមអំពីទីផ្សារបាទហើយគួរតែចាប់ផ្ដើមតូចសិនបាទជាលក្ខណៈគ្រួសារនៅផ្ទះហើយយើងនេះតាមអនឡាញសាកល្បងតាមអនឡាញអីចឹងបាទដើររកដៃគូសហការបាទហើយនឹងប្រើប្រាស់បណ្ដាញសង្គម
អានេះគឺយើងកំពុងពេញនិយមបងប្អូនយើងបង្ហោះបាទបង្កើតឲ្យបានជាផលិតផលយើងហើយពិសេសណាមួយហើយឧទាហរណ៍ផ្អែមហូបអាហារខ្មែរបាទនំបញ្ចុកតាមអនឡាញអីចឹងបាទហើយយើងព្យាយាមបង្ហោះទៅបាទសាច់ក្រកសាច់គោប្រហិតផុសខ្មែរយើងផលិតផលខ្មែរបាទផុសលក់ម្ដងតិចតិចទៅបាទហើយទីបន្តទៀតក៏ត្រូវគិតអំពីគុណភាពនិងសេវាអតិថិជនកន្លែងនេះគឺសំខាន់ណាស់បាទគឺជាពិសេសគឺផលិតផលម្ហូបអាហារបាទដែលប៉ះពាល់ដល់សុខភាពអីហ្នឹងយើងត្រូវគិតគូរពីគុណភាពហើយនឹងរបស់ហ្នឹងឲ្យវាថាជាផលិតផលខ្មែរកុំកុហកបងប្អូនយើងបាទហើយសេវាដឹកជញ្ជូននៃហ្នឹងឲ្យវាល្អឥឡូវយើងអាចប្រើសេវាដឹកជញ្ជូនផ្សេងទៀតបានបាទយើងឲ្យក្រុមហ៊ុនគេដឹកជញ្ជូនឲ្យយើងបាទសេវាពី3រៀលបាទហើយនឹងស្វែងយល់ពីច្បាប់បាទធម្មតាយើងត្រូវជីវកម្មខ្លះតម្រូវឲ្យមានការចុះបញ្ជីអីជាដើមបាទបងយើងធ្វើសិនទៅបងប្អូនយើងលក់អនឡាញតិចអញ្ចឹងណាបាទឬក៏លក់ក្នុងតូបជាលក្ខណៈគ្រួសារទូចមួយសិនបាទនៅពេលដែលវាដំណើរការហើយយើងត្រូវបរិយាអីហ្នឹងចាំយើងគិតគូរអំពីបទដ្ឋានច្បាប់ជាបន្តទៀតជាពិសេសគឺចុះបញ្ជីនិងបង់ពន្ធដើម្បីការពារផលិតផលយើងបាទឬក៏គំរូអាជីវកម្មរបស់យើងកុំឲ្យមានគេលួចយកទៅធ្វើតាមបាទលួចគេហៅកម្មសិទ្ធិបញ្ញារបស់យើងជាដើមទេបាទអរគុណយើងស្វែងយល់ប៉ុណ្ណឹងសិនបាទរៀងវែងបន្តិចដែរបាទសូមបងប្អូនយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទ